ការធ្វើស្វ័យសិក្សាទៀងទាត់ការធ្វើស្វ័យសិក្សាគឺជាការរៀនសូត្របន្ថែមដោយខ្លួនឯងដែលជារឿយៗកុមារតែងតែធ្វើស្វ័យសិក្សានៅតាមផ្ទះដោយខ្លួនឯងការធ្វើស្វ័យសិក្សាគឺជាទំនាក់ទំនងរវាងការរៀននៅផ្ទះនិងនៅថ្នាក់រៀនដើម្បីជួយពង្រឹងបន្ថែមនៅអ្វីដែលប្អូនរៀននៅសាលានិងជួយបំពេញបន្ថែមលើមុខវិជ្ជាទាំងឡាយណាដែលប្អូនយល់មិនទាន់ច្បាស់រៀងរាល់ថ្ងៃប្អូនកុមារអាចធ្វើស្វ័យសិក្សាបានពីររបៀបទី1ធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឲ្យទី2សិក្សាបន្ថែមលើសពីអ្វីដែលគ្រូបានដាក់ឲ្យដូចជារៀនធ្វើលំហាត់បន្ថែមនៅក្នុងសៀវភៅពងស្រាវជ្រាវតាមអ៊ីនធឺណិតសិក្សាតាមសៀវភៅបំប៉នផ្សេងទៀតខាងឡាក់ក្រៅពីជួយពង្រឹងចំណេះវិជ្ជារបស់ខ្លួនឲ្យបានកាន់តែប្រសើរការធ្វើស្វ័យសិក្សាទៀងទាត់ក៏នឹងជួយបណ្ដុះទម្លាប់វិជ្ជមានជាច្រើនផងដែរដូចជាធ្វើឲ្យប្អូនគ្រប់គ្រងពេលវេលាបានល្អឧស្សាហ៍ព្យាយាមមិនខ្ជិលច្រអូសនិងកាន់តែស្រឡាញ់ការសិក្សាការរំលឹកមេរៀនចាស់ឡើងវិញក៏ជាផ្នែកមួយនៃការធ្វើស្វ័យសិក្សាផងដែរក្នុងនោះបើសិនប្អូនចង់រក្សាការចងចាំមេរៀនឬព័ត៌មានដែលប្អូនបានសិក្សារួចក្នុងរយៈពេលយូរប្អូនត្រូវតែចំណាយពេលខ្លះដើម្បីរំលឹកវាឡើងវិញជាពិសេសរំលឹកនៅពេលមុនចូលមេរៀនថ្មីព្រោះជារឿយៗមេរៀនចាស់និងមេរៀនថ្មីតែងតែទំនាក់ទំនងគ្នាប្អូនក៏អាចរំលឹកមេរៀនឡើងវិញនៅមុនពេលប្រឡងផងដែរ